បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្គាល់ជាមួយនឹងម៉ាស៊ីនលាងចានដែលពួកយើងមានម៉ាស៊ីនលាងចានចាប់ពីខ្នាតតូចខ្នាតធំរហូតដល់ខ្នាតអាជីវកម្មហើយចង់ដឹងថាមានអីគេខ្លះតើបងប្អូនអញ្ជើញមកមើលទាំងអស់គ្នាទីមួយគឺម៉ាស៊ីនលាងចានខ្នាតតូច brand DZC ម៉ាស៊ីនលាងចាននេះគឺសម្រាប់គ្រួសារតូចសម្រាប់បងប្អូនដែលមានសមាជិកគ្រួសារចាប់ពី2ទៅ4នាក់ម៉ាស៊ីនលាងចាននេះស្តង់ដារមកពីអាល្លឺម៉ង់វាលាងចានបានស្អាតដោយប្រើប្រាស់ទឹកក្តៅនិងខ្យល់ក្តៅដើម្បីសម្អាតចានវាមានរូបរាងស្អាតធន់ហើយស័ក្តិសមសម្រាប់បងប្អូនដែលរស់នៅខុនដូឬក៏បុរីផ្សេងៗទីពីរគឺម៉ាស៊ីនលាងចាន brand Fujisan ចំពោះម៉ាស៊ីនលាងចាន brand Fujisan នេះគឺជាគុណភាពស្តង់ដាររបស់ប្រទេសជប៉ុនធន់មាំប្រើប្រាស់បានយូរនិងមានការធានា1ឆ្នាំពីក្រុមហ៊ុនសម្រាប់ការប្រើប្រាស់តែយើងមកមើលពី model ទី1របស់ brand Fujisan ទាំងអស់គ្នា model ទី1គឺជា model A18TB សម្រាប់សមាជិកគ្រួសារដែលមានចាប់ពី2ទៅ8នាក់សម្រាប់ម៉ាស៊ីនលាងចាននេះគឺអាចដាក់បានចន្លោះពី30ទៅ40ចានទៅតាមប្រភេទចានបាយនិងចានសម្លផ្សេងៗហើយយើងចូលមកដល់ model មួយទៀតគឺជា model A28TB model មួយនេះគឺវាប្រើប្រាស់ touch control ហើយផ្ទៃខាងមុខរបស់ម៉ាស៊ីនលាងចានគឺធ្វើពីកញ្ចក់សុទ្ធមានរូបរាងស្អាតហើយលាងចានបានម្ដងចន្លោះពី30ទៅ40ចានហើយ model បន្ទាប់ទៀតគឺជា model S06TS Plus សម្រាប់បងប្អូនដែលមានសមាជិកគ្រួសារច្រើនហើយ model នេះដែរគឺវាធំទូលាយល្អអាចដាក់ចានបានចន្លោះពី40ទៅ50ចានអញ្ចឹងទោះបីជាមានចានប្រឡាក់ច្រើនក៏គ្មានបញ្ហាដែរហើយសម្រាប់ model ចុងក្រោយរបស់ brand Fujisan នោះគឺជា model A98TB សម្រាប់បងប្អូនដែលមានសមាជិកគ្រួសារច្រើនចង់បានម៉ាស៊ីនលាងចានមួយដែលទំនើបខ្លាំង model មួយនេះគឺស័ក្តិសមបំផុតព្រោះវាអាចលាងចានបានច្រើននៅក្នុងពេលតែមួយវាប្រើប្រាស់ touch control ហើយវាមានមុខងារដូចជាឡានទំនើបអញ្ចឹងសូម្បីតែបើកទ្វារម៉ាស៊ីនលាងចានក៏ប្រើប្រាស់ touch control ដែរទី3គឺម៉ាស៊ីនលាងចាន brand Richbone សម្រាប់ម៉ាស៊ីនលាងចាន brand Richbone នេះគឺស្តង់ដារបច្ចេកវិទ្យារបស់គេគឺមកពីប្រទេសអាល្លឺម៉ង់វាមានមុខងារឆ្លាតវៃលាងចានបានស្អាតហើយមានការធានាគុណភាពពីក្រុមហ៊ុនរយៈពេល2ឆ្នាំនៅក្នុងការប្រើប្រាស់យើងនឹងមកមើល model ទី1របស់ brand Richbone នេះទាំងអស់គ្នា model ទី1គឺជា model 6064MQ សម្រាប់បងប្អូនដែលមានសមាជិកគ្រួសារ8នាក់ម៉ាស៊ីនលាងចានមួយនេះគឺស័ក្តិសមបំផុតសម្រាប់គ្រួសាររបស់បងប្អូនព្រោះវាលាងចានបានស្អាតល្អហើយអាចដាក់ចានបានចាប់ពី20ទៅ30ចានអញ្ចឹងបន្ទាប់ពីបងប្អូនញ៉ាំបាយហើយគ្រាន់តែដាក់ចានប្រឡាក់ចូលទៅក្នុងម៉ាស៊ីននោះវានឹងលាងជំនួសបងប្អូនតែម្ដងហើយ model បន្ទាប់ទៀតគឺជា model S8 Ultra សម្រាប់ model មួយនេះគឺមានរូបរាងស្អាតទំនើបនិងមានមុខងារច្រើនសម្រាប់ការប្រើប្រាស់ហើយអាចដាក់ចានបានចន្លោះពី30ទៅ40ចានហើយបូករួមជាមួយនឹងមុខងារ touch control ដើម្បីបញ្ជាជាមួយនឹងការលាងចានផងដែរហើយ model មួយទៀតនោះគឺជា model Sub Ultra គឺ model មួយនេះចំពោះបងប្អូនដែលមានសមាជិកគ្រួសារត្រឹម12នាក់គឺស័ក្តិសមបំផុតពីព្រោះអាចដាក់ចានបានចន្លោះពី40ទៅ50ចានទៅតាមប្រភេទចានអញ្ចឹងទោះបីជាពេលបងប្អូនញ៉ាំបាយហើយមានចានប្រឡាក់គោចោលច្រើនក៏គ្មានបញ្ហាដែរម៉ាស៊ីនលាងចាននេះនឹងធ្វើការលាងចានជំនួសបងប្អូនដោយស្វ័យប្រវត្តិតែម្ដងហើយ model ចុងក្រោយរបស់ brand Richbone នោះគឺជា model F9 Ultra model មួយនេះគឺទំនើបពិសេសជាងគេហើយលក់ដាច់ជាងគេពីព្រោះវាមានមុខងារច្រើនវាមិនត្រឹមតែអាចលាងចានទេហើយវាអាចលាងបន្លែកំប៉ុងទឹកដោះគោផ្សេងៗបានផងដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់ចំណេញបងប្អូនអាចជ្រើសយកម៉ាស៊ីនលាងចាន model នេះបានទី4គឺម៉ាស៊ីនលាងចានខ្នាតអាជីវកម្មម៉ាស៊ីនលាងចានខ្នាតអាជីវកម្មនេះសម្រាប់បងប្អូនដែលជាម្ចាស់ហាងអាហារម្ចាស់ហាង buffet ឬក៏ម្ចាស់សណ្ឋាគារផ្សេងៗដែលមិនចង់ចំណាយច្រើនទៅលើប្រាក់ខែបុគ្គលិកពីព្រោះវាអាចសន្សំសំចៃកម្លាំងបានច្រើននិងអាចលាងចានបានច្រើននៅក្នុងពេលតែមួយអញ្ចឹងបើបងប្អូនមានចម្ងល់ណាមួយពីម៉ាស៊ីនលាងចានបងប្អូនអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានអរគុណច្រើនបងប្អូនទាំងអស់គ្នា